បងដែលមានបងប្អូនឬក៏មានអ្នកជំងឺណាឈឺធ្ងន់ណាចង់ដឹកពីភ្នំពេញទៅម៉ាឡេក៏បានភ្នំពេញទៅសិង្ហបុរីក៏បានដឹកពីភ្នំពេញទៅឥណ្ឌាក៏បានដឹកទៅណាក៏បានដែរជាទូទៅសម្រាប់ការជិះធ្វើដំណើរតាមផ្លូវអាកាសក៏គេមានអាំបាឡែនរបស់គេដែរប៉ុន្តែអាំបាឡែននេះមិនមែនជាឡានទេគឺធ្វើដំណើរតាមយន្តហោះអញ្ចឹងជាទូទៅយន្តហោះអាំបាឡែនណាបើសិនជាយន្តហោះហ្នឹងគឺយន្តហោះសម្រាប់សង្គ្រោះអ្នកជំងឺដែលគាត់ឈឺធ្ងន់ដោយសារនៅលើកប៉ាល់ហោះគេមានឧបករណ៍បំពាក់ស្តង់ដាររបស់គេហ្មងមានតាំងពីអុកស៊ីហ្សែនមានតាំងពីខ្សែចង្វាក់បោះបេះដូងមានតាំងពីឧបករណ៍ជំនួយផ្សេងទៀតហើយជាទូទៅនៅក្នុងយន្តហោះសង្គ្រោះបន្ទាន់គេតែងតែមានដុកទ័រម្នាក់ហ្នឹងគឺគេហៅថាដុកទ័រជំនាញគាត់គឺជំនាញខាងសង្គ្រោះបន្ទាន់ហ្នឹងហ្មងអញ្ចឹងបើសិនជាបងធ្វើដំណើរតាមយន្តហោះបែបហ្នឹងត្រូវចំណាយអស់លុយច្រើនណាស់ជាទូទៅសម្រាប់ពេលរយៈពេលនៃការហោះហើរខ្ទង់2ម៉ោងបងចំណាយតម្លៃប្រហែលជាខ្ទង់30000ជាងទៅ40000ដុល្លារយើងនិយាយក្នុងយន្តហោះមួយបើសិនជាបងជិះខ្ទង់1ម៉ោងបងត្រូវចំណាយអស់ខ្ទង់20000ឬក៏20000ជាងអញ្ចឹងទៅប៉ុន្តែឥឡូវហ្នឹងអឺបើសិនជាបងមានករណីបន្ទាន់អញ្ចឹងទៀតឲ្យតែអ្នកជំងឺនឹងអាចអង្គុយបានអញ្ចឹងណាគាត់ឈឺធ្ងន់មែនប៉ុន្តែគាត់នៅអាចអង្គុយបានកុំទោះបីជាគាត់ត្រូវប្រើឧបករណ៍អុកស៊ីហ្សែនក៏ដោយទោះបីជាគាត់ត្រូវមានបំពាក់ទយោអីសុងក៏ដោយតែសំខាន់ឲ្យតែគាត់អង្គុយបានគឺខ្ញុំមានមធ្យោបាយមួយទៀតគឺសេវាកម្មជូនជិះយន្តហោះដូចគ្នាគឺយន្តហោះធម្មតាគេហៅយន្តហោះ commercial យើងហ្នឹងប៉ុន្តែឲ្យគាត់ជិះនៅកន្លែង business ខ្លះហើយខ្ញុំនឹងមានរៀបចំដុកទ័រម្នាក់គឺជាដុកទ័រគាត់ជំនាញខាងសង្គ្រោះបន្ទាន់នឹងតែម្ដងដើម្បីធ្វើការដឹកគាត់យកទៅដល់មន្ទីរពេទ្យនៅស្រុកក្រៅឬក៏ដឹកពីមន្ទីរពេទ្យនៅស្រុកក្រៅត្រឡប់មកស្រុកខ្មែរយើងវិញធ្វើអញ្ចឹងគឺចំណាយអស់តិចហើយសុខភាពខ្ពស់ដូចគ្នាគ្រាន់ថាបើយើងនិយាយថាពីភាពផាសុខភាពច្បាស់ជាយន្តហោះពេទ្យផាសុខភាពទៀតដែរជាងហើយដោយសារអ្នកជំងឺគាត់បានសម្រានស្មើប៉ុន្តែយើងជាយន្តហោះ commercial យន្តហោះធម្មតាហ្នឹងគឺអ្នកជំងឺដាច់ខាតត្រូវតែអង្គុយឬក៏គាត់អាចតម្រេកប៉ុន្តែគាត់អាចសម្រាប់ស្មើបានទេប៉ុន្តែសម្រាប់ឧបករណ៍តាក់ទងនឹងសង្គ្រោះបន្ទាន់ដូចជាអុកស៊ីហ្សែនដូចជាបន្ថែមនៅខ្យល់អុកស៊ីហ្សែនគាត់ឬក៏មានដុកទ័រជំនាញដែលគាត់ដើរតាមជាយន្តហោះទៅជាមួយនឹងគឺមានរហូតហើយសម្រាប់ខ្ញុំដែលជាអ្នកជំនាញរបស់តំណាងរបស់មន្ទីរពេទ្យហ្មងគឺខ្ញុំមានអ្នកបកប្រែខ្ញុំទៅជាមួយទៀតអញ្ចឹងណាអញ្ចឹងតកតនៅខ្ទង់ចំណាយហ្នឹងបងខុសគ្នា1គុណនឹង3ឧទាហរណ៍ថាហោះពីភ្នំពេញទៅម៉ាឡេជាទូទៅបើបងជាយន្តហោះពេទ្យត្រូវការជួលយន្តហោះពេទ្យមួយក៏ត្រូវមានរយៈពេលយ៉ាងហោចក៏24ម៉ោងដែរដើម្បីគេរៀបចំយន្តហោះមួយយើងហោះបានព្រោះតែគេត្រូវសុំច្បាប់ពលានខ្មែរនិងពលានម៉ាឡេអញ្ចឹងណាហើយការចំណាយខ្ទង់ប្រហែលជាចូល30000ក្រាស់ចាយើងថាឥឡូវយើងថា40000ចុះប៉ុន្តែបើសិនជាបងជិះយន្តហោះ commercial យន្តហោះធម្មតាហ្នឹងប៉ុន្តែខ្ញុំមានដុកទ័រខ្ញុំតែដុកទ័រហ្នឹងគឺដុកទ័រជំនាញសម្រាប់ការហោះហើរហ្នឹងហ្មងយើងមិនអាចប្រើដុកទ័រធម្មតាបានទេណាឲ្យមានដុកទ័រខ្ញុំទៅម្នាក់ជាមួយហើយអមជាមួយនឹងអ្នកបកប្រែខ្ញុំម្នាក់ទៀតតម្លៃខ្ទង់តាថាច្រើនផុត10000នេះចាហើយរួមទាំងអ្នកផ្ទះគាត់បានម្នាក់អីថែមទៀតចាអញ្ចឹងតម្លៃខុសគ្នាគុណដល់ទៅ3ដងមួយ40000មួយ10000ខុសគ្នាច្រើនអញ្ចឹងមិនមែនសម្រាប់តែហោះទៅទេក្នុងករណីដែលអ្នកជំងឺឈឺធ្ងន់ខ្លាំងត្រូវប្រញាប់ជូនត្រឡប់មកវិញក៏បានដូចគ្នាដែរចាហើយខ្ញុំធ្លាប់ធ្វើច្រើនដងហើយអញ្ចឹងមិនមែនហោះទៅម៉ាឡេបងទៅសិង្ហបុរីក៏បានហោះពីសិង្ហបុរីមកភ្នំពេញក៏បានបងចង់ហោះទៅឥណ្ឌាក៏បានបងចង់ហោះទៅណាក៏បានដែរគ្រាន់ថាជំនាញខ្ញុំដែលខ្ញុំធ្វើដំណើររបស់ពេទ្យគឺខ្ញុំធ្វើដំណើរពេទ្យតែ2ប្រទេសទេរាល់ថ្ងៃម៉ាឡេនិងសិង្ហបុរីសម្រាប់ប្រទេសផ្សេងៗខ្ញុំអាចជួយតាក់ទងឲ្យបានប៉ុន្តែខ្ញុំមិនមែនជាអ្នកដំណើររបស់មន្ទីរពេទ្យផ្សេងៗទេព្រោះមន្ទីរពេទ្យមួយបើខ្ញុំអត់សិក្សាដិតដល់ទេគឺខ្ញុំអត់ទទួលធ្វើដំណើរទេចា៎ចឹងសង្ឃឹមថាបងនឹងទទួលបានព័ត៌មានទាំងអស់គ្នាហើយមកទៀតសម្រាប់បញ្ចប់ទៅខាងមន្ទីរពេទ្យបងចុះឈ្មោះនៅក្នុងថ្ងៃទី8ខែ8ហ្នឹងចុះឲ្យតន់ណាចុះបានម្នាក់60បងចង់ដឹងការចុះម្នាក់60បងខមមិនមកខ្ញុំប្រាប់តទៀត